ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះស៊ូស៊ីពៅឥឡូវហ្នឹងខ្ញុំមកនិយាយអំពីវីដេអូបន្ទាប់ដែលខ្ញុំបានបញ្ចូលអំពី tool នៅក្នុង Figma ខ្លះៗហើយឥឡូវហ្នឹងខ្ញុំមកបញ្ចូលអំពី tool frame tool session និង tool slide ជាបន្ទាប់មកយើងចូលទៅក្នុង Google ហើយចុចចូលក្នុង Figma ដោយយើងមើល toolbar ខាងក្រោមហើយយើងជ្រើសរើស click កន្លែង tool frame ពេលយើង click កន្លែង tool frame ហើយវានឹង alert មកខាងស្ដាំឲ្យជាប្រភេទ iPhone Android Medium iPhone 16 iPhone 16 Pro Max និង iPhone 16 Pro អញ្ចឹងទៅប៉ុន្តែវាមានជាប្រភេទ desktop អីផ្សេងៗនៅខាងក្រោមហ្នឹងដូច social media អីអញ្ចឹងដែរនេះប៉ុន្តែខ្ញុំជ្រើសរើសយក iPhone 16 Pro Max ពេលខ្ញុំ click លើ iPhone 16 Pro Max ហ្នឹងទៅវានឹង load ចូលទៅក្នុង Canva ដែលបន្ទាប់មកខ្ញុំនិយាយពី tool frame តែប៉ុណ្្នឹងទេចូល tool បន្ទាប់ tool session ដែល tool session ហ្នឹងយើងគ្រាន់តែប្រើវាសម្រាប់កំណត់ផ្ទៃជាផ្នែកឬក៏នៅក្នុងហ្នឹងឲ្យមានសណ្ដាប់ធ្នាប់រៀបចំ frame ឬក៏រៀបចំ object ឲ្យមានសណ្ដាប់ធ្នាប់អីអញ្ចឹងឥឡូវខ្ញុំចូលយក session តើមកខ្ញុំគូសយកវាប៉ុណ្នេះដែល tool session ហ្នឹងខ្ញុំនិយាយតែប៉ុណ្្នឹងទេចូល tool បន្ទាប់ដែលខ្ញុំនិយាយអំពី slide ដែល tool slide ហ្នឹងtool slide ហ្នឹងប្រើសម្រាប់កំណត់ជាបន្ទាត់ឬក៏ slide area ហើយនៅលើ Canva ដើម្បី export រូបភាពឬក៏ asset ចេញពី PNG SVG PDF ចេញពី folder ណាមួយអីអញ្ចឹងទៅឥឡូវហ្នឹងខ្ញុំគូសឲ្យមើលដែលវាមានទម្រង់បែបហ្នឹងដូចយើងដឹងថាទម្រង់បែបហ្នឹងដាក់ត្រង់នេះដែលធួ3ខាងក្រោមហ្នឹងខ្ញុំបាននិយាយហើយឥឡូវចូលធួបន្ទាប់ខ្ញុំនិយាយពី rectangle rectangle ហ្នឹងយើងប្រើវាសម្រាប់គូសស្តៀង tool session ដែរទេប៉ុន្តែ rectangle ហ្នឹងវាមានចំណុចមួយត្រង់ថាវាអាចដាក់ iMac នៅក្នុងនឹងបានដោយយើងចូលទៅខាង toolbar ខាងក្រោមចូលទៅកន្លែងយើងយកtoolbar កន្លែង rectangle ហ្នឹងប៉ុន្តែយើងអស់មកក្រោមមកឃើញកន្លែង iMac and video ពេលយើងចុចកន្លែងហ្នឹងទៅវា load ចូលទៅក្នុង folder បន្ទាប់មកយើងជ្រើសរើស iMac ហើយ open ហើយយើងក៏ចូលទៅកន្លែង rectangle ដែលយើងបានគូសហ្នឹងបន្ទាប់មកយើងគ្រាន់តែ click លើវានោះ iMac ហ្នឹងនឹងចូលទៅក្នុងហ្នឹងហើយដោយវីដេអូហ្នឹងខ្ញុំនិយាយតែប៉ុណ្្នឹងទេចាំជួបគ្នានៅការបញ្ចូលអំពី tool វីដេអូក្រោយ